ថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបលេងយកកាដូដើម្បីបដូរយកកាតកាឡាក Epic ចឹងបងប្អូនឥឡូវយើងចូលមកនៅកន្លែងហ្នឹងមកបងប្អូនហើយយើងចូលមកកន្លែងនេះទៀតមកហើយយើងចូលមកកន្លែងនេះទៀតមកបងប្អូនហើយនេះវាណាបងប្អូនរបស់ដែលចេញថ្មីដើម្បីគេឲ្យលេងចឹងណាឲ្យគេលេងយកកាដូដើម្បីបដូរយកកាឡាកកាត Epic ចឹងបងប្អូនមាន3រូបរបស់ជប៉ុនចឹងបងប្អូនកន្លែងហ្នឹងចឹងណាហើយរបៀបលេងវាក៏ស្រួលហើយមិនក៏មិនពិបាកអីដែរបងប្អូនមិនស្រួលហើយក៏ពិបាកដែរហើយកន្លែងនេះគេឲ្យយើងរើសធីមចឹងបងប្អូនក្រុមចឹងណាយើងយកក្រុមណាចូលមកនេះយកក្រុមនេះទៅដាក់ចូលទៅហើយរបៀបលេងវាក៏មិនស្រួលប្រហែលដែរបងប្អូនដោយសារនៅក្នុងហ្នឹងវាមានកាតមានតែផ្កាយមួយចឹងណាកាឡាកវាមានតែផ្កាយមួយចឹងណាចាំមើលចូលមើលនេះវាមានប្របាក់មើលបាក់លេងណាបងប្អូនមិនមែនកាតកាឡាកយើងទេហើយមើលមានផ្កាយ2ផ្កាយ2អានេះផ្កាយ1អញ្ចឹងយើងប្របាក់លេងណាបងប្អូនហ្នឹងប្របាក់លេងយកឈ្នះគេទាំងអស់អញ្ចឹងណាប្របាក់លេងមែនតែនតែម្ដងបងប្អូនហើយអានេះការលេងរបស់វាដូចខ្ញុំនិយាយអញ្ចឹងវាមានរង្វាន់ច្រើនកាដូនេះដើម្បីបដូរយកកាឡាកអញ្ចឹងណាបើបានកាដូមកបដូរយកកាឡាកនេះយកមកបដូរយកកាឡាកកាឡាកកាត់ Epic ណាបងប្អូនណាកាឡាកល្អអញ្ចឹងណាបងប្អូនកាត់ Epic កាឡាកហ្នឹងហើយយើងចេញទៅក្រៅវិញឥឡូវប្រាប់ពីរបៀបស្នេះតែម្ដងទៅបងប្អូនណាវាមានកាដូអញ្ចឹងមានកាដូច្រើនមានបិជើងមានកណ្ដាប់អាប់កាឡាកអញ្ចឹងបើសិនជាយើងជាប់ចំណាត់ថ្នាក់ដ៏ល្អអញ្ចឹងណាបងប្អូននេះមើលតាមហ្នឹងទៅរ៉េងបងប្អូន 3000អានេះរ៉េងអញ្ចឹងមានប្រហែលពាន់បានកាដូអីខ្លះអញ្ចឹងអានេះរ៉េងប្រហែល16000អីចឹងណាបងប្អូនខ្ញុំថាវាបានអញ្ចឹងនេះរបស់ដែលគេ free ឲ្យអញ្ចឹងហើយនឹងកាដូអញ្ចឹងណាជាប់ចំណាត់ថ្នាក់តើយើងជាប់ចំណាត់ថ្នាក់នៅក្នុងតារាងរបស់គេបានគេឲ្យកាដូអញ្ចឹងណាហើយរ៉េងនេះបងប្អូនរ៉េងនេះដែរបងប្អូនយើងលេងឡើងចុះដោយសារមានគេលេងបើចាំឆ្ងល់បងប្អូនឡើងចុះខ្ញុំលេងអស់ប្រហែលដៃដោយសារខ្ញុំចុះបាន3000ជាង4000ឥឡូវឡើងមក6000វិញខានលេងបងប្អូនអញ្ចឹងយើងលេងអញ្ចឹងឡើងចុះនៅជាប់ចំណាត់ថ្នាក់អញ្ចឹងណាគេរ៉េងគេទូជាងយើងគេឡើងទៅជាប់ចំណាត់ថ្នាក់អញ្ចឹងណាយើងធ្លាក់មកក្រោមនេះវិញអញ្ចឹងការលេងហើយការលេងរបស់វាហ្នឹងគឺបងប្អូនការលេងរបស់វាគេរាប់គ្រាប់បាល់ដែរបើសិនជាបងប្អូនតតចូលគ្រាប់បាល់បានច្រើនអញ្ចឹងក៏គេរាប់គ្រាប់បាល់ឲ្យយើងល្អដែរបងប្អូនណាការលេងអញ្ចឹងណាខ្ញុំលេងអស់ប្រហែលដៃមានចាញ់មានឈ្នះអញ្ចឹងដែរបងប្អូនវាពិបាកលេងមែនតែម្ដងបងប្អូនមិនស្រួលតែយើងខំលេងអាហ្នឹងចំណាយពេលតែ2ថ្ងៃទេការលេងរបស់ហ្នឹងបងប្អូនគេដាក់ឲ្យមកតែ2ថ្ងៃលេងទេហើយការលេងហ្នឹងនិយាយថាការលេងហ្នឹងបងប្អូនយំថាយើងលេងធ្វើម៉េចឲ្យជាប់នៅក្នុងតារាងរបស់គេបានទទួលបានកាដូអញ្ចឹងណាបើសិនជាយើងអត់ជាប់ចំណាត់ថ្នាក់នៅក្នុងតារាងរបស់គេទេក៏អត់ទទួលបានកាដូហ្នឹងដែរបងប្អូនដូចរ៉េងអញ្ចឹងបើសិនជាយើងក្រោម400,000បងប្អូនរ៉េងយើងក្រោម400,000គឺទទួលបានតែម្ដងក្នុងជាប់ក្នុងតារាងរបស់គេអញ្ចឹងណាបងប្អូនបើយើងជាប់នៅក្នុងតារាងរបស់គេគឺយើងនឹងទទួលបានកាដូនេះដើម្បីបដូរយកកាឡាកតែម្ដងបងប្អូនណាអញ្ចឹងយើងខំលេងទៅ2ថ្ងៃហ្នឹងដល់បងប្អូនគេតម្លាក់ឲ្យមកទៅ2ថ្ងៃដើម្បីឲ្យលេងអញ្ចឹងណាហើយលេងយកអាហ្នឹងហើយចប់ការប្រកួតហ្នឹងនឹងទទួលបានកាដូហើយបងប្អូនចប់ការប្រកួតបើសិនជាយើងជាប់ក្នុងតារាងរបស់គេយើងនឹងទទួលបានកាដូហើយអាម៉ោងនេះដែរបងប្អូនណាម៉ោងនេះបើសិនជាយើងលេងមួយដៃហើយយើងលេងមួយដៃហើយយើងគេលោតម៉ោងនឹងឲ្យទៀតអញ្ចឹងយើងនៅចាំម៉ោងនឹងឲ្យផុតទៅ5នាទីហ្នឹងយើងឲ្យផុតម៉ោងហ្នឹងទៅនៅយើងនឹងអាចលេងបានបន្តទៀតអញ្ចឹងបងប្អូនលេងមួយដៃហើយយើងឃើញម៉ោងនឹងលោតវាឲ្យចូលលេងទេនៅចាំ5នាទីសិននឹងលោតម៉ោង0ហ្នឹងយើងចាប់ផ្ដើមចុចចូលលេងតែម្ដងហើយរ៉េងនេះដូចនិយាយអញ្ចឹងបងប្អូនខំលេងទៅឡើងចុះអញ្ចឹងណាបងប្អូននេះកាត Epic កាតកាឡាកអញ្ចឹងទៅហើយយំថាការលេងដូចខ្ញុំនិយាយអញ្ចឹងដល់បើសិនជាយើងទាត់បាល់គ្រាប់បាល់បានច្រើនក៏ទទួលបានបន្ទុកដែរបងប្អូនណាអញ្ចឹងឲ្យលេងធ្វើម៉េចយើងខំលេងទៅបងប្អូននឹងទទួលបានហើយ2ថ្ងៃហ្នឹងបងប្អូនខំលេងទៅខ្ញុំថាលេងធ្វើម៉េចឲ្យរ៉េងយើងក្រោម400,000បងប្អូនក្រោម400,000នឹងទទួលបានហើយឲ្យទៅជាប់នៅក្នុងចំណាត់ថ្នាក់តារាងរបស់គេហើយទទួលបានហ្នឹងតតែយើងលេងក្រោម400,000អញ្ចឹងណាបងប្អូនបានវានឹងទទួលបានបើសិនជាយើងជាប់ក្នុងតារាងរបស់គេអញ្ចឹងតារាងខ្ពស់ជាងគេនៅក្នុងតារាងរបស់គេអញ្ចឹងយើងនឹងទទួលបាននៅថ្ងៃដែលគេដកហ្នឹងបងប្អូនណាគេបិទហ្នឹងគឺយើងនឹងទទួលបានកាដូហ្នឹងដើម្បីបដូរយកកាឡាកហើយ
ហើយថ្ងៃដែលគេបិទហ្នឹងយើងទទួលបានកាដូហ្នឹងគឺនៅថ្ងៃគេចាប់ផ្ដើមលេងថ្ងៃ21ខែ8 2026ហើយគេបញ្ចប់ទៅវិញនៅថ្ងៃទី24ខែ8 2026ម៉ោង 8:55 អញ្ចឹងបងប្អូនគេនឹងបិទហើយបិទយើងទទួលបានកាដូហើយខ្ញុំថាវីដេអូខ្ញុំមានតែប៉ុណ្្នឹងហើយបងប្អូន